ឬក៏10ឆ្នាំចង់តែឥឡូវនេះក៏បានដែរមិនបាច់មកតែបានទៀតទេការដែលខ្ញុំយំនេះមិនមែនខកចិត្តទេគឺសប្បាយចិត្តពេកសប្បាយចិត្តនិយាយមិនត្រូវយើងពីរអ្នកមិនចាំបាច់លាគ្នាទៀតទេព្រោះគ្មានថ្ងៃបានជួបគ្នាទៀតទេលោកនេះល្ងងណាស់ជាអារម្មណ៍ដែលខុសពីការកាត់ផ្ដាច់ជាមួយគូចាស់ឡើយទោះបីជាពេលនោះយើងខូចចិត្តដូចគ្នាតែយើងដឹងច្បាស់ថាព្រោះគ្មានផ្លូវជ្រើសរើសទេតែពេលនេះខ្ញុំមិននឹកស្មានថាមនុស្សដូចជាគេចាក់ចេញពីទីនេះសោះវាស្ទើរតែទុកខ្លួនមិនជាប់សន្តាសាយនេះសើទៅយូរយកហើយខ្ញុំមិនខ្វល់ពីគេពិតមែនទេលោកមកដល់តាំងពីកាលសូមអញ្ជើញអ្នកដំណើរដែលធ្វើដំណើរតាមជើងហោះហើរ CI 604ដើម្បីទៅកាន់បូរីញូវយ៉កសូមអញ្ជើញពិនិត្យឯកសារក្នុងខុនទ័រលេខ18ខ្ញុំទៅមិនចាំសន្តានសិនទេនាងឯងមកជួយដំណើរឯងក៏ថាបានខ្ញុំថាមិនចាំទេសន្តានចង់ឯងទៅបានឆាប់មកដឹកស្អីទៀតហើយអត់ទេប៉ុន្តែពេលនេះសន្តានគ្មានចិត្តមកជួយដំណើរឯងទេព្រោះប៉ារបស់នេះព្រឹកគេដេញឲ្យឈប់ធ្វើការនៅផ្ទះក៏អត់មានលុយត្រូវរើទៅនៅផ្ទះមួយតូចចង្អៀតណាស់ដូច្នេះហើយគ្មានអារម្មណ៍ខ្វល់ខ្វាយពីអ្នកណាទៀតទេតាមពិតទៅបងចូលចិត្តសន្តានណាមិននឹកស្មានថានាងនេះជារឿងរបស់នាងតែបងនេះជាមួយយើងទៅតែយើងឡាយន្តហោះបានហើយអត់សឿខ្ញុំមានរឿងចង់និយាយជាមួយអ្នកបន្តិចសូមអ្នកដំណើរជឿថាយន្តហោះចិត្តឡើងហើយសូមអញ្ជើញពាក់ខ្សែក្រវ៉ាត់ឲ្យបានរៀបរយធ្វើខ្លួនឲ្យត្រង់សូមអរគុណLadies and gentlemen, we're ready to take off. Please make sure your seatbelt is firmly fastened. អង្គុយគិតស្អីទៀតខ្ញុំប្រាប់ឯងចុះនៅយកនោះខ្ញុំហើយនៅសានឆាយគ្មានស្អីជាមួយគ្នាទេយើងអត់បានឡើងក្រែទេខ្ញុំគិតថាអ្នកដែលនាងឆ្លាញ់គឺជាឯងវិញខ្ញុំនៅតែខ្ញុំចូលទៅវិញអាស៊ឺឯងឈួតទេយន្តហោះឡើងហើយឯងចាំប្រាប់ថាមិនទៅទេអង្គុយស្ងៀមទៅមិនក៏ដល់ពេលខ្ញុំស្ដាប់ឲ្យច្បាស់ណាឯងចង់ទៅយកខ្លួនឯងទេគ្មានអ្នកណាមកខំទេបដូរចិត្តនៅពេលគឺយឺតពេលហើយអង្គុយស្ងៀមទៅយើងមិនបាច់បដៅឯងលើយន្តហោះទេដឹងហើយនៅមានរឿងអីមែនទេចូលទៅវិញសុំទៅចាយកបែបនេះមែនទេហើយចាប់ពីពេលនេះទៅគ្មានកំឡោះស្អាតដូចជាក្រុម F4 ឲ្យយើងមើលទៀតទេគួរស្ដាយអើយសៀយ៉ានិយាយស្អីហ្នឹងអត់ទេគឺខ្ញុំចាប់អារម្មណ៍ឃើញថាតើមីងគឺធ្វើចំពោះឯងមិនខុសពីអ្នកដទៃប្រហែលទេមិនខុសយ៉ាងម៉េចគេទៅបាត់ហើយគេប្រហែលជាគិតថាឯងស្រឡាញ់គួរចាស់លើពិតមែនដូច្នេះហើយបានជាមិនអាចទ្រាំនៅទីនេះបានទៀតគួរឲ្យកំសត់ណាសៀយ៉ាលើកក្រៅកុំនិយាយគេទៀតបានទេពេលនេះខ្ញុំចង់គិតអីទេក្រៅពីរកលុយឲ្យអ្នកផ្ទះឲ្យបានច្រើនរហូតដល់ពេលនេះហើយប៉ានៅតែមិនទាន់បានការងារធ្វើទៀតដូច្នេះខ្ញុំពិបាកណាស់ជួនកាលខ្ញុំអាចរកការងារពិសេសធ្វើទៀតណានាងចង់រកការងារធ្វើទៀតទេហើយនាងអាចរត់រួចដែរណែកុំគិតច្រើនពេកណាប្រយ័ត្នឈឺដឹងទេ
គេនិយាយថាព្យាបាលជំងឺខូចចិត្តគឺធ្វើការឲ្យបានច្រើនខ្ញុំមើលទៅនាងគឺដូចបេះដាក់នាងប្រកាសជាមានជំងឺខូចចិត្តខ្ញុំខូចចិត្តពេញកាលគ្មានទេខំធ្វើការទេថាការប្រាប់ថាខែនេះបើលោកដាច់ច្រើនដាច់ខែនេះនឹងមានប្រាក់បំណាច់ឲ្យដូច្នេះឧស្សាហ៍តិចទៅនេះនេះទៅណានឹងសំចាញ់ចោលមកតែនំខែដែរទេនំខែឆ្ងាញ់នេះពួកឯងទៅសំចាញ់នំម្នាក់នោះខ្ញុំខំផ្សាយតាំងពីយូរមកជួយតែខ្លះតែឡើងអីសំចាញ់ឯងកុំស្រាយទៅលឿនឡើងនំខែឆ្ងាញ់សំចាញ់ជួយតែហើយរកមួយមែនទេលើឧស្សាហ៍ពួកលោក3នាក់មកទីនេះធ្វើអីពួកយើងមកជួយនាងជួយខ្ញុំយ៉ាងម៉េចមុនពីអាសឿទៅយូយ៉កនោះប្រាប់ថាពួកយើងមើលខែនេះឲ្យបានល្អផងអីយ៉ាគួររំភើបណាស់នេះតាំងមីស៊ឺទៅបាត់ហើយនៅតែបារម្ភពីនាងទៀតខ្ញុំសូមវល់កុំនិយាយបែបនេះទៀតបានទេស្មីយ៉ានិយាយត្រូវនាងមិនស្គាល់ខ្លួនឯងច្រើនជាងមែនទេបានហើយបានជាយើងមិនអត់ទីនេះហើយយ៉ាងអីឲ្យជួយលក់នំខេកដែរទេជួយលក់នំខេកទេទោះបីជាខ្ញុំចង់លក់ឲ្យដាច់អស់នឹងអាចត្រឡប់ទៅផ្ទះវិញក៏ដោយតែលោកមានដឹងទេលោកនិយាយស្អីចេញមកកូនសិទ្ធិដោយពួកលោកមិនងាយលក់អីវ៉ាន់ប្រទេសផ្ដាស់នោះទេប៉ុន្តែមនុស្សដូចជានាងក៏មិនអាចលក់អីវ៉ាន់បានដែរតែបើពួកយើងចេញមុខសូមធានាថាលក់ដាច់អស់ជាមិនខានទេមែនហើយចាំមើលទៅពួកគេនឹងមានមធ្យោបាយលក់ដាច់អរគុណហើយដែលបានមកជួយទិញសូមមេត្តាចូលជួយបានរៀបរយបន្តិចទៀតពួកយើងបានលក់ហើយសូមអញ្ជើញបន្តិចទៀតបានគេថើបាយទុកខ្ញុំវិញអាចទៅធ្វើអ្នកទិញទៅហើយឲ្យខ្ញុំវិញឯងទៅធ្វើបានដែរតាបើអញ្ចឹងអស់លើថាទៅបានហើយយើងមកជួយសាន់ឆាយកុំកាច់អីចេះទុកតារីមួយថ្នាក់ទៅអូខេបានយើងចាប់ដាក់មកលើនេះទៅអស់ចាប់ដើមទៅសូមអញ្ជើញខ្ញុំមកមុនខ្ញុំមុនអូជួយតម្រង់ជួយម្ដងម្ដងជួយទៅកុំតាមខ្ញុំម្ដងជួយឲ្យគ្នាម្ដងណាធ្វើចេះដល់ជាទៅក៏បញ្ជាគ្នាសោះឲ្យខ្ញុំមួយនេះទីប្រហែលចំណិត10ចំណិតអរគុណឯងតែខ្ញុំទិញ10ចំណិតណាអរគុណមានការលក់ដូរបែបនេះដែរអាក្រក់មើលណាខ្ញុំថាគេចង់ថាស្រីច្រើនជាងអីទៅយ៉ាទៅណាហើយយើងទៅខេសិនបាទហើយសេមកខាត់ហ្នឹងអ្នកបន្តទៅទៀតយើងស្មានតែអ្នកកំឡោះមកយើងទាំងអស់តែម្ដងទៅយ៉ាហាត់អីទៅធ្វើមកជួបបែបនេះចូលជួបមិនតាន់គេបានឆាយចាអរគុណមិត្តរបស់នាងដែលបានមកជួយទោះបីជាសេដ្ឋកិច្ចមិនសូវល្អតែហាងរបស់យើងនៅតែលក់ដាច់ដដែលមិនបាច់ខ្លាចចិត្តទេសុំទោសពួកយើងធ្វើជ្រុលបន្តិចហើយតែមិនដឹងថារំខានដែរឬក៏អត់ទេមិនអីទេខ្ញុំចង់ឲ្យពួកលោកមកជញឹកដល់ទៀតផងកុំភ្លេចរាคาសាន់ឆាយផងរួមទាំងស្រីស្រស់ម្នាក់នេះផងណាអូគ្មានបញ្ហាទេបន្ថែមឲ្យ5ដងឯណោះបានហើយនិយាយណាស់ហើយពួកយើងឆាប់ទៅវិញទៅលីហើយអង្គុយទៅធៀមហត់ដែរឯងមិនដឹងទេមួយថ្ងៃគេធ្វើដេកដល់ទៅ5ម៉ោងណោះខ្ញុំលាសិនហើយលាហើយនៅឧស្សាហ៍ណាល្អណាកុំភ្លេចមកទៀតណាលាហើយយើងជួយគ្នាបិទហាងទៅលាឡើងរបស់មិនដឹងរឿងសាន់ឆាយពួកគេគួរឲ្យស្រឡាញ់ណាស់ណោះទេយ៉ាតែគួរឲ្យស្ដាយណាស់ខ្វះម្នាក់យ៉ាងណាក៏គ្មានអារម្មណ៍សប្បាយអស់ដែរនាងខាងចិនទេតាមទិសឲ្យពួកគេមកជួយខ្ញុំនេះពេលនេះគេប្រហែលជាទៅដល់ញូវយ៉កថ្ងៃនេះនៅហាងលក់ដាច់ណាធ្វើការអស់កម្លាំងមែនទែន